แต่ឆ្ងាញ់គោដុតស្បាយពណ៌មាសសូមគោរពសួស្តីបងប្អូនតើអ្វីទៅជាបំណុលបើតាមន័យត្រង់បំណុលគឺជាអ្វីដែលយើងជំពាក់គេអាចជាសម្ភារៈឬក៏ជាលុយកាក់ជាដើមតាមរយៈការខ្ចីគេការខ្ចីបុលគឺជារឿងជៀសមិនផុតនៅក្នុងជីវិតមនុស្សអ្នកមានក៏ជំពាក់លុយគេអ្នកក្រក៏ជំពាក់លុយគេដែរប៉ុន្តែហេតុអីក៏មានអ្នកខ្លះជំពាក់គេហើយមានហើយហេតុអីក៏មានខ្លះជំពាក់គេហើយកាន់តែជំពាក់ទៀតហើយកាន់តែក្រឡើងមកដល់ត្រង់ចំណុចនេះបងប្អូនប្រកាសជានឹកឃើញដល់ពាក្យមួយឃ្លាថាបំណុលល្អនិងបំណុលអាក្រក់ពាក្យនេះនិយមប្រើណាស់ដោយគ្រូជោគជ័យប្រើភ្លុកទឹកភ្លុកដីប្រហែលជាខ្ទង់5ឆ្នាំទៅ15ឆ្នាំមុនខ្ញុំក៏អត់មានអីបកស្រាយបន្ថែមដែរព្រោះខ្ញុំគិតថាបងប្អូនស្ដាប់ឡើងឆ្អែតឆ្អន់រួចហើយខ្ញុំធ្វើវីដេអូនេះព្រោះខ្ញុំចង់ពញ្ញាអារម្មណ៍បងប្អូនបន្តិចឲ្យដឹងថាអ្វីត្បិតតែបំណុលកើតឡើងតាមរយៈការខ្ចីសម្ភារៈឬការខ្ចីលុយជាពិតមែនក៏ប៉ុន្តែវាគ្រាន់តែជាសម្បកខាងក្រៅប៉ុណ្ណោះរីឯខ្លឹមសារនិងស្នូលនៃការខ្ចីបុលគឺការខ្ចីអនាគតខ្ញុំចង់បានន័យថាការខ្ចីបុលគឺស្មើនឹងការខ្ចីអនាគតឮហើយផ្លាយចិត្តទេបងប្អូនឲ្យតែបងប្អូនយល់ពីចំណុចនេះនោះរាល់ការខ្ចីបុលឬបំណុលរបស់បងប្អូននឹងសុទ្ធតែជាបំណុលល្អទាំងអស់សូមបងប្អូនយកគំនិតរបស់ខ្ញុំនេះយកទៅពិចារណាតាមការគួរទៅចុះខ្ញុំត្រឹមតែជាអ្នកលក់គោដុតតាមដងផ្លូវមិនហ៊ានពន្យល់បរិយាយបកស្រាយអីវែងឆ្ងាយជូនបងប្អូនទេខ្លាចបងប្អូនពេបជ្រាយឲ្យព្រោះមនុស្សគ្មានឋានៈសម្ដីគ្មានន័យខ្ញុំជាអ្នកក្រហាស្ដីប្រៀបដូចជាកន្ទុយបារីដែលគេក្រវែងចោលអញ្ចឹងណាហើយប៉ុណ្ណឹងចុះមុននឹងជម្រាបលាខ្ញុំសូមជូនពាក្យមួយឃ្លាជូនទៅជនរួមជាតិរួមឈាមរួមពូជសាសន៍ថាឲ្យតែខ្មែរឈប់ជេរឈប់ចោតនិងឈប់ជោរនោះស្រុកយើងនឹងបានរីកចម្រើនរុងរឿងនិងសុខសាន្តយូរអង្វែងជាក់ជាមិនខានឡើយដោយក្តីគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តខ្ញុំបាទផ្ទះឆ្ងាញ់គោដុតស្នេហាជាតិសូមអរគុណសូមគោរពជម្រាបលា